បងប្អូនថ្ងៃនេះខ្ញុំសូមធ្វើការឆ្លើយតបខមមិនបងប្រុសម្នាក់តែពាក់ព័ន្ធជាមួយ e-center ឆក់លោតឥឡូវខ្ញុំសូមអានសង្ខេបគាត់បានខមមិនថាគាត់ប្រើប្រាស់ជាមួយ e-center ឆក់លោតនៅពេលដែលមានបាតុភូតនៃបន្ទោឬក៏បាតុភូតធម្មជាតិដូចផ្ទះអីហ្នឹងគឺតែងតែលោតបាទលោតរហូតអញ្ចឹងណាប៉ុន្តែបច្ចុប្បន្នហ្នឹងលែងលោតហើយគាត់ដឹងថាមូលហេតុអីទេបាទបងប្អូនខ្ញុំសូមបញ្យល់បែបពីរលក្ខណៈបែបបច្ចេកទេសបងប្អូនអាចនឹងមិនសូវយល់ទេបងប្អូនទូទៅបាទបើជាងគាត់អាចយល់ឥឡូវខ្ញុំបញ្យល់បែបជាសុខភាពផ្លូវកាយវិញគ្រប់ឧបករណ៍ប្រើប្រាស់ទាំងអស់វាអត់ខុសពីមនុស្សទេគឺមានអាយុកាលមានសុខភាពដូចគ្នាណាឥឡូវខ្ញុំឧទាហរណ៍ថា disjunction ឆក់លោត disjunction ឆក់លោតអាយុកាលនៃការប្រើប្រាស់ឧទាហរណ៍ថា disjunction មួយប្រើបាន5ឆ្នាំបាទទាំងភាពវៃឆ្លាតក៏ដូចជាការងាររហ័សរហួននៅពេលមានបញ្ហាអីនឹងធ្វើការលោតផ្ដាច់ក៏ប៉ុន្តែវារយៈពេល5ឆ្នាំហ្នឹងមិនប្រកាសថាប្រើបាន5ឆ្នាំទេវាអាស្រ័យទៅលើសុខភាពដែរដូចមនុស្សយើងអញ្ចឹងជាទូទៅមនុស្សយើងអាចរស់ដល់អាយុ100ប៉ុន្តែវាមិនអាច100យ៉ាងខ្លះទៅមានបញ្ហាសុខភាពឈឺគ្រោះថ្នាក់ចរាចរណ៍ស្លាប់អញ្ចឹងឧបករណ៍ដូចគ្នាបាទនៅពេលដែលមានបញ្ហាញឹកញាប់លោតញឹកញាប់ទៅវាអាចនឹងឆាប់ខូចណាឆាប់ខូចទៅវាអាចនឹងគេថាលក្ខណៈថាអាយុកាលវាខូចមុនអាយុកាលប្រើលែងកើតណាប្រើលែងកើតចឹងអត់ខុសពីមនុស្សទេអត់ខុសពីសុខភាពយើងទេឧបករណ៍ប្រើប្រាស់ដូចតែគ្នាទេមានការឈឺស្កាត់ចឹងទៅបើយើងនិយាយពីបច្ចេកទេសគឺនៅពេលមានបាតុភូតញឹកញាប់នៅពេលមានការលោតញឹកញាប់ទៅធម្មតាម៉ាសឺឬក៏អាចរនឹងវាអាចលើកចុះឡើងវាទន់ទៅលើកលែងរួចណាហើយចឹងបើយើងនិយាយបច្ចេកទេសខាងក្នុងវាមានបន្ទះដែកកាលណាវាលោតប៉ះគ្នាញឹកញាប់ទៅធម្មតាវាអាផ្នែកភ្លើងប៉ះរហូតហ្នឹងវាអាចបង្កទៅជាទន់បាទទន់ឬក៏លាយចំណុចណាមួយដែលធ្វើឲ្យ disjunction លើកឡើងកើតហើយមួយទៀត sensor កាលណា load YouTube វាខូច sensor ដែលគេថា sensor ចាប់ព័ត៌មាននៅពេលមានបញ្ហាធ្វើការលោតដាច់វាខូច sensor នេះវាអត់ដឹងទេអត់ដឹងថាព័ត៌មានត្រូវ load ឬក៏មិនទេភ្លេចបាត់ហើយបាទអញ្ចឹងបងប្អូនគួរតែផ្លាស់ប្ដូរថ្មីណាផ្លាស់ប្ដូរថ្មីទៅបាទហើយយើងក៏អាចតាមដានដែរថាធ្វើមិនបានដឹងបងប្អូននៅ disjunction ឆក់ load នេះគឺមានបតុងមួយដែលប្រយោជន៍គឺអក្សរ T កន្លែងតេសយើងភាសាសាមញ្ញគឺតេសបើបងប្អូនចុចកន្លែងហ្នឹងទៅបើសិនជាវាលោតលើកឡើងវិញចុចទៅវាលឿនវានៅដំណើរការធម្មតាទេណាយើងអាចប្រើបានប៉ុន្តែបើចុចចង់ចំណុចហ្នឹងហើយឲ្យលែងលោតបងប្អូនគួរតែហៅជាងបច្ចេកទេសមកឲ្យគាត់ឆែកមើលទៅហើយបើអាចទេដូរថ្មីដើម្បីសុវត្ថិភាពដើម្បីគេថាទំនុកចិត្តក្នុងការប្រើប្រាស់អញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងហើយបងហើយអរគុណជំរាបលាជួបគ្នានៅវីដេអូក្រោយ